ពន្ធដោយលោកនូហាចអ្នកនិពន្ធខ្មែរដ៏ល្បីល្បាញដែលបានតាក់តែងរឿងនេះឡើងនាដើមទសវត្សរ៍ទី4នៃសតវត្សរ៍ទី20យើងនេះរៀបរៀងរចនាជាអង្គរឿងតាមលំនាំដើមដោយនួនបរវុធរីឯសមាសភាពនៃតួសម្ដែងរួមមានណៃបរោះប៊ុនធឿនសម្ដែងដោយនួនបរវុធណៃសតនិងតាសូសម្ដែងដោយគឹមសុងបេងជុននិងចិកប៊ុនថនសម្ដែងដោយលោកសង្វាតដង្ខៅប្រាក់សម្ដែងដោយលោកសូសុជាតិនិងព្រះសង្ឃភ្នំសំពៅដោយលោកបរវុធផ្នែកនារីវិធាវីសម្ដែងដោយអ្នកនាងកងកានិកាយាយនួនសម្ដែងដោយកញ្ញាឆាយលីណាសោភ័ណ្ឌនិងម៉ែផៃសម្ដែងដោយកញ្ញាសឿនសូម៉ាលីននាងធោអ្នកងាន់និងយាយច័ន្ទសម្ដែងដោយអ្នកស្រីកានិកានិងនាងសុចិត្រាសម្ដែងដោយលីណាគ្រប់គ្រងកម្មវិធីដោយលោកសូសុជាតិសូមជូនភាគទី5អូនវិភាវីបើប្រសិនជាយើងបានរួមរស់សាងវាសនាជាមួយគ្នាម្លេះសំយើងនឹងជ្រើសរើសសំចតនៅទីក្រុងនេះប្រកបដោយសុខក្សេមក្សាន្តតែឥឡូវនេះមិនប៉ុន្មានថ្ងៃទៀតទេមុខជាអូនទៅនៅជាមួយចៅណៃសតហើយម្លេះសំអូននឹងរកទុក្ខវេទនាព្រោះបងស្គាល់ចិត្តអូនជាក់អូនមុខជាមិនដាច់អាល័យពីបងឡើយខ្ញុំសូមបួងសួងដល់អស់អរិយទេវតាដែលស្ថិតនៅទីឋាននេះសូមលោកជួយតម្រង់ចិត្តអូនវិធាវីឲ្យនាងបំភ្លេចខ្ញុំចេញចុះដើម្បីឲ្យនាងនិតនៅជាមួយប្តីនាងបានជាសុខតរៀងទៅព្រោះនាងមានចិត្តស្លូតត្រង់ដឹងខុសដឹងត្រូវណាស់នាងគួរតែបានរស់នៅដោយនិរិះក្តីព្រួយបារម្ភទាំងពួងដើម្បីជាទ្រូងជាផ្កាសម្រាប់លំអដល់មនុស្សជាតិទាំងអស់គ្នាមិនធឿនបាទអ៊ំគឺវល់ពតដើមឈើដែលឆេះនេះហើយណាដែលក្មួយមើលច្រឡំស្មានថាជាភ្លើងទីក្រុងដែលបំភ្លឺពីយុគមិញនោះការពិតគឺដើមឈើឆេះនេះសោះណោះប្រហែលជាមាននរណាម្នាក់ចោលភ្លើងបារីហើយមើលទៅការពិតគឺជារងើកភ្លើងដែលឆេះដើមរទាំងដើមត្អូដែលសម្រាប់ធ្វើអស់ដុតអន្តាដើមរុក្ខជាតិដែរឆេះរលរៀងស៊ីរូងដល់បណ្ដោប្រហែលជាអ្នកក្តៅក្រហល់ក្រហាយពីពេញទាំងអង្គកាយដូចជាដើមទ្រូងខ្ញុំដែលភ្លើងទុកកំពុងតែរលរៀលនឹងរឿងគូស្នេហ៍ប្រាប់នារីហើយមើលទៅឈើហើយឈើមានខ្លះភ្លើងឆេះផ្ដាច់ត្រឹមគល់ខ្លះត្រឹមពាក់កណ្ដាលដើមខ្លះទៀតគ្រាន់តែឆេះរលចង់គួរឲ្យស្រណេះស្រណោចអីម្លេះទីផែនពុសធាននៃតំបន់នេះឃើញមានតែដង្កត់ឈើខ្មៅឃើញតែរងើកភ្លើងក្រហមរន្ទាលឃើញតែផេះសផ្អោងឯជីវិតនានាដូចជាបានចាក់ចោលទីកន្លែងនេះអស់គ្មានទាំងសត្វហើរគ្មានទាំងសំឡេងសត្វយំស្ងាត់សូន្យជ្រងំអីក៏ក្រៀមក្រំកំសត់ក្រៀមក្រំដូចបេះដូងខ្ញុំម្លេះថ្ងៃត្រង់ហើយយុគដល់ទូដង្ខៅទៅនៅល្មមទូដង្ខៅតងើហបយាយគូនេះឲ្យឈប់បញ្ចង់ឈប់មិនចេះអ្វីដែលវាក្តៅវាខ្លាំងហើយអ៊ំគូទូដង្ខៅតងើគឺទួលមួយដែលមានដើមដង្កោខ្មៅដូចខ្ជូងកំបុតចុងហ្នឹងហ៎អ៊ំនឹងហើយក្មួយទួលនេះណាទោះជារដូវវស្សាយ៉ាងណាគោមិនដែលលិចទឹកទេហើយចុះគេនាំគ្នាចុះទៅធ្វើអីអ៊ំនៅទួលហ្នឹងអូនៅទីនោះមានកូនខ្ទមមួយដែលមានរូបចម្លាក់អ្នកតាដង្កោតងើមាន
ប្រធានុភាពខ្លាំងណាស់អូចឹងផងណោះកាលណាអ្នកដំណើរបានមកដល់ទីនេះហើយគេតែងតនាំគ្នាកាច់នៅឈើជ្រោយស្រាសែនបាយចំណេះចំណុកដើម្បីសុំលៀបសូមជ័យពីលោកតាណោះអូនោះក្មួយនៅខាងនោះមានបឹងធំមួយមានទឹកត្រជាក់ល្អណាស់បឹងនេះទេសភាពល្អមែនមើលនោះការស្នោបការផលិតរីកឲ្យរហ័ងបង្អួតផ្នែកវងកាសារនីលនិងមន់ទឹកដែលកំពុងរកស៊ីដោយសន្តិភាពនៅពីពេញទាំងបឹងហាក់ដូចជាជួយលើកសម្រស់ឲ្យធម្មជាតិក្បែរនេះកាន់តែស្រស់តកាទៀតអញ្ចឹងអ៊ំខ្ញុំចង់ទៅអង្គុយលេងនៅក្រោមដើមចានោះចាំពេលគេចេញដំណើរអ៊ំចាំហៅខ្ញុំផងណាអ៊ំមានអីក្មួយទៅចុះរួចប៊ុនធឿនមិនក៏ញ៉ាំបាយតិចម៉េះហ្នឹងណាគឺតបាន2-3ម៉ាត់សោះក៏ឈប់ភ្លាមទៅហើយនេះខ្ញុំឆ្អែតហើយលោកអ៊ំខ្ញុំចង់ទៅសម្រាកលេងមើលសត្វមើលមេឃនៅម្ដុំមាត់បឹងនោះបន្តិចទេសភាពដូចជាតាក់ភ្នែកខ្ញុំដល់ហើយអញ្ចឹងទៅចុះណាទៅសម្រាកលេងទៅពួកយើងមិនទាន់ជាបញ្ញត្តិអីណាទីមួយអើយបាទខ្ញុំសូមទៅសិនហើយអ៊ំគួរឲ្យអាណិតក្មេងៗណាស់ណោះពុកម្ដាយធ្លាក់ខ្លួនក្រហើយហើយខ្លួនឯងហ្នឹងក៏ត្រូវព្រាត់ពីសង្សារទៀតចំជាអកុសលមែនអ៊ំសូយ៉ាងមិនក្មួយថ្ងៃទៀបកងមាត់ព្រៃទៅហើយតើយើងទៅដល់ណាទៀតទៅអ៊ំអូយើងត្រូវបោះជំរុំនៅទីវាលនេះហើយណាយើងនៅតែនឹងហើយអ៊ំណោះនេះហើយណាក្មួយដែលគេហៅថាវាលស្រីស្រណោះនោះវាលស្រីស្រណោះនឹងហើយឈ្មោះតំបន់នេះចំជាសមមែនចំជាត្រូវណាស់វាលស្មៅចិញ្ចៀននិងស្លាបទាដុះចិត្តប្រកិតគ្នាដូចជាកំរាលពណ៌ព្រំបៃតងស្រស់ណែកូនយើងដូចឆាប់ប្រមូលរបស់របរអីរូតរះសង់ជំរុំឲ្យឆាប់ឡើងអើយកុំឲ្យយប់ទាន់ណាលោកណែបងប្អូនក្រុមរទេះខាងណោមើលនាំគ្នាទៅរកកាប់អស់មកទុកគ្រាន់ដុតពីលយប់ណាការពីក្រែងលូវាមានវងដំរីអីមកបៀតបៀនវើយបានលោកទៅណែចំណែកខាងតសូណាមើលចាត់ចែងគ្នាឲ្យដណ្ដាំស្លទៅមើលអ្នកណាមានអង្គត្រីសាច់ប៉ុណ្ណាយកមកដាក់ចិត្តនឹងប្រទេសខាងតសូឯងទៅណាតែប៉ុណ្ណេះទេតសូណាដាក់បាយឲ្យល្អទៅណានឹងណាអូយចុះខ្ញុំទៅខាងពួកខាងក្រុមណាទៅលោកដង្ខៅហើយក្មួយឯងនេះទើបនឹងមកដល់លើកដំបូងអញ្ចឹងទៅខាងណាក៏បានដែរតាមតែចិត្តចង់ទៅណាប៉ុន្តែយកល្អមកតាមអ៊ំមកអ៊ំនឹងងុយនាំក្មួយឯងឲ្យវាស្គាល់កលុកកលៀតព្រៃអស់នេះម្ដងមើលមែនទៅតាមលោកដង្ខៅម្ដងទៅមិនទឿនអើយមែនណាស់ហើយសំណាងណាស់បានដើរជាមួយមេដឹកនាំក្រុមដើរទៅនាមយើងហ្នឹងបានហើយឥឡូវបងប្អូននាំគ្នាធ្វើការចុះតាន់មេឃនៅភ្លឺណាពួកយើងនាំគ្នាឆាប់ព្រាមទៅព្រាមទៅតោះអ្នកទាំងអស់គ្នាចាំស្ដាប់រឿងនិទានណាបាទអូនកាលនោះយើងតាមប្រាក់បតុមសូរិយាហ្នឹងបានឃ្លាតពីស្វាមីហ្នឹងទៅឆ្ងាយទៅហើយ
nè bị nòm kia tận lui tận lại nhưng mà tùm rồi giàu ôi đập bạ rồi con là mi tiền tạm trả rất tỷ đó គិតទៅពួកក្រុមអ្នកដើររនាមសបាយមួយយ៉ាងដែរណោះអ៊ំសូពួកគេចេះសាមគ្គីគ្នាល្អណាស់មើលចុះពួកគាត់ធ្វើការបណ្ដាសើចលេងបណ្ដាឥតចេះចំណែនគ្នាសោះគ្រាន់តែយប់ឡើងបាយហើយនាំគ្នាអង្គុយជុំគ្នាជក់បារីស្លឹកចេកស្ដាប់លោកដង្ខៅប្រាក់និទានរឿងមួយយ៉ាងដែរគ្មានព្រួយគ្មានខ្វល់នឹងរឿងខាតចំណេញអីដូចអ្នករកស៊ីយើងសោះ Bình thường bạn bình thường bạn ông anh chăm từ mưa từ nè mày nhớ từng óc đi nú đại cặp bông thật đập nụ nè nhưng mày sợ bà chỉ chập chật lui sẽ lạnh tu on sấy đại tập bạ cặp bông đi tiền hơi bà qua thì tiền việc bàn phù hay nè sập con là thiệp rừng ngô là na mình lùi sẽ lạnh vậy cái lát tiết đây sắp bần khởi niềng bật tùm sồi già rứ cô niềng sô hoàn lệ khả đại nơi khung rừngประจินวงเตียดพองเนาะ chòm chia trình lên sẽ lạnh cài men nó kết sọp từ rương bồ ràn tam sastra slực rực thằng on ní buộc khmênh dụ chôn tầm nớm cái bọ bong chào ở tờ hái ta bay chỉ nơi miền ruột chiết nơi miền ruột chòm lôm po là o miền khăn côn bị đau cỏ ó và làm chòm bầm pê o đang tờ lưng nẹt sài nẹt châm ca hot người đội nẹt sọc giường ní bàn từ vĩnh nó nè từng ọc nia ngày ní dương trừ từ chặt nia chỉ bay con nè chạy nia chỉ bay con mà con cứ tự tự đa rô mum vô cồn của muôn hai đừng tực mum chỉ mùi nhom mẹ hôm nay em mà con tiệt nắng đà tạm ta sâu tư mà con tiệt từ nơi em tạm bằng tập bè này nó mẹ nhom cứ từ tạm ta soi mười từ hồi hôm nay nhẹ để nơi sau nè cứ tới nơi chăm còn lại mười còn lại rọ bò sạch cù có bầy nứng hai đừng biên phi được kịch nứng chăm tờ tua dột tray nứng dột một vẹt phương nhiệt phương học hai ở đây hôm nay em mùi buồn thướn bán lục đằng khải nè ngày ní mùi anh tờ rộ mùng chỉ mùi ôm nè nhom đôi chỉ miền à ròm chồng tờ rộ mùng đá ông ở chân là ai tỏ còn dương trên tầm nào đâu tỏ dương nốt nhiều gì nè lúc ấy nhìn từ na lúc ấy nơi chăm chung rung thì ná mìnhเอาdùng từ thì ấy nữa ôi nhom rồi trường á ôi vì là mày ta hơi mũi đào lên ruồi hay vậy bà mưa pù từng ọt kia đào đôi chỉ ọt che hot xongខ្ញុំមិនណេះស្ទើរតែលើកជើងលែងរួចទៅហើយអ៊ំម៉ែណាបន្ទួនអើយមិនធ្វើមិនធ្លាប់ដើរឆ្ងាយឆាប់ហត់អញ្ចឹងហើយណាឥឡូវបើវាហត់ទៅហើយបងប្អូននាំគ្នាសម្រាប់សិនចុះមកក្មួយបុនធឿនបាទអង្គុយលេងនៅក្រោមដើមឈើឯនោះជាមួយអ៊ំវិញណាបាទលោកនឹងខែai pù on này thôn cầm lang na nó đã đôi chỉ ọt che hot sọt tao mong ô nè buồn thương nè nè mùi anh mùi sạch mùngประมาณนู้นเนาะเคยnhé bạt phụ sạch on ní nè tại bà cả na biệt trập vô lùm om cà rụt hơi đi để vi hơi tiệp trắng mình bạch tạm bị đi mệnh trắng vì bà chia sẽ bọc vì nâng nơi ngày na có phần tay bờ sân chỉ lu bị kẹt cả hơi nè bay chỉ prang hơi lần từ lửa của ta đại với nụ năng tạm về tư tầm bọc nâng bà chỉ nơi mình ngàyประมาณ tí nè hay sạch mấy bay chỉ miên tờ lốp anh chân từ với nó ông sạch nâng vì chọn bình chọt mà lục dương nâng nạc mũi nè vì hơi của buồn chấn đạp bấy ở cái chư Việt Hà nắng tầm bọc vía đầu ngày na
ឲ្យវាខំហើទីបហ្នឹងដើម្បីឲ្យគេជឿថាវានៅចិត្តមនុស្សកំណាចយើងនេះណាបានអាកប្បសាសនាវានេះយូរណាស់មកហើយក៏ប៉ុន្តែអាសត្វនេះវានៅតែមិនទាន់ភ្ញាក់ខ្លួនវាសោះណែលោកលំខៅយើងរកឃើញឃុំចង្អេមួយហើយអូឆាប់នាំគ្នាចាត់ការទៅកុំទុកយូរបោះចាត់ការពួកយើងណាអូនពួកកនយើងនាំគ្នាឡើងដើមឈើទៅវើសម្រេចដេញហើយណាសម្រេចមកបែនោះលោកលឺពួកយើងលឺយ៉ាងប្រយ័ត្នពួកយើងឆាប់មួយងွာបាយវីវយលើបុនធឿនលើឯកោងកំពុងតែកេះឆ្នាំងបាយចលូទៅឃ្មុំនោះបុនធឿនឆាប់រត់សម្រេចដេញហើយបុនធឿនឲ្យលឿនឡើងបុនធឿនវយមិនសម្រេចមែនតើឡើងដើមឈើមិនតាន់ទេសម្រេចស្ដោផងរត់បុនធឿនរត់លឿនទៅឲ្យលោកលំខាត់គិតមិនតែសម្រេចដេញទៀតណាឲ្យលោកលំខាត់10ប្រហែលជា10ម៉ែត្រទៀតឯងលោកលំខាត់អូយណែបុនធឿនណាឆាប់ចោលចានចោលឆ្នាំងទៅវើយអូឃើញនេះវារត់ទៅជន់ចានឆ្នាំងវិញទៅហើយនោះអូយយកប្រាប់ប្រកែទៅមិនគាត់ប្រកែមែនដល់ខ្ញុំមែនណាហត់ណាស់បាទលោកនាយពួកវាធ្វើការហត់ពីថ្ងៃឥឡូវនេះដីលក់សម្រក់អស់ទៅហើយលោកនាយចូលទៅប្លន់យកគោយកត្រីសាច់វាឲ្យអស់អាណាតដៃសំលេះចោលឌឺបាទលោកនាយតើពួកយើងដាក់វិញណែឆាប់បាញ់កម្លាចវាត្មងទៅចូលអូនបងអូនណាណែឥឡូវចៅមកដល់ហើយណានាំគ្នាឆាប់រត់ទៅខាងក្រោយហៅបងប្អូនយើងទម្លាក់ខ្លួននៅឯក្រោយព្រៃខាងក្រោយឯនោះទៅឆាប់ពួកចៅមកហូចនាំគ្នាទម្លាក់ខ្លួននៅទីនេះសិនហើយណាបងប្អូនសំតដៃជាមួយពួកវាឲ្យសោះព្រោះពួកវាមានអាវុធមានគ្រឿងប្រយោលវាអាចសម្លាប់យើងបានណាមើលហក់ពួកវាចូលដឹកគោយើងជញ្ជូនអីវ៉ាន់យើងយកទៅអស់ឲ្យលោកនឹងខែណាហើយកុំព្រួយអីគង់តែដណ្ដើមយកមកវិញបានទេកុំមាត់ខ្ញុំស្ដាប់សម្រាប់ជើងគូសិនតើពួកវាដើរទៅទិសខាងណាណាពួកអាចោហេនយងអស់នេះពួកអានេះដើរធ្លាក់ទៅលើរនាមស្ទឹងចាស់ហើយប៉ុន្តែមិនអីទេគ្នាយើងនាំគ្នាទៅចាំស្ទាក់វានៅឯច្រកព្រៃឯមុខនោះពួកយើងទៅព្រៃខាងមុខដល់ខាងចាប់ក៏ប៉ុន្តែឈប់សិនណាយើងត្រូវបំបែកគ្នាជាពីរកងណាបែកយើងចាស់ល្អជាងមួយកងហ្នឹងត្រូវដើរតាមតសូចាំប្រុងចូលលុកដណ្ដើមយកគូបានលោកមកខំចំណែកឯមួយកងទៀតហ្នឹងចាំចូលវីដណ្ដើមយកសំពីជាមួយនឹងខ្ញុំហើយឯណាទៅបុនធឿននោះបាទលោកនឹងខៅខ្ញុំនៅនេះប្រយ័ត្នប្រយែងផងណាក្មួយបាទសូមកុំបារម្ភពីខ្ញុំអីដោះពួកយើងដើរស្កាត់ផ្លូវវាឲ្យទៅដោះពួកយើងនាំគ្នាទៅតាមលោកនឹងខៅទៅបងមិនក៏ស្ងាត់ឈឹងអញ្ចឹងលោកនឹងខៅប្រាក់ច្រឡំផ្លូវទេដឹងណាបងมันអាចទេកុំថាឡើយមានយប់ខែភ្លឺចិញ្ចែកយ៉ាងនេះណាទោះបីជាងងឹតមើលមិនឃើញក៏គាត់មិនដែលដើរច្រឡំទេបើអញ្ចឹងធូរមិននឹងគេហ៊ានលើគាត់ឲ្យធ្វើដង្ខៅព្រៃឯណាបាន
អូណោះឃើញឬសម្រាប់ជើងគោដើរមកពីមុខយើងមែនកុំមកចាំប្រុសប្រយ័ត្នកុំមកលោកនាយមិននឹកស្មានថាថ្ងៃនេះបានជោគជ័យឆាប់រហ័សអញ្ចឹងសោះណាលោកនាយយើងគ្មានហត់អីហើយប្រមូលបានរបស់ច្រើនទៀតផងតាមពិតនៅវាមកពីអាដើររនាមទាំងអស់នេះនឹងវាកន្សាញីពេកលឺសូកំភ្លើងមិនបានអីផងក៏នាំគ្នារត់ចូលព្រៃអស់យីលោកនេះមើលទៅខាងមុខយើងនោះមែនអីគេនៅខាងមុខនោះហ្នឹងណាលោកនេះនៅសងខាងផ្លូវក៏មានពួកវាដែរលោកនេះចូលก่อนយើងចូលបានការហើយវើយអូចូលវាទៅចូលងក់អាមីចូលហ៊ានមកអីលោកនេះអ្នកពួកយើងអាណាតដៃចាត់ការវាទៅវើយយោជួយហើយយោអីណាពួកយើងសុខតែខ្វែវសុខតែក្បិតបថៅគ្រប់ដៃយ៉ាងនេះឯងទៅទ្រាំឯណារួចវើយយ៉ាងខ្លាំងផងយ៉ាកូនចៅនេះស្វ័យអូនបងប្អូនណាមើលពួកវារត់ចោលរបស់ទ្រព្យអីខ្លះណាឆាប់ប្រមូលយកមកម្ដុំដើម្បីយកមកទុកជាវត្ថុតាងណាជំរាបលោកនឹងខៅរបស់ទ្រព្យនិងសត្វពាហនៈដែលចោលប្លន់យកទាំងប្រមាណយើងយកមកវិញបានអស់ហើយលោកនឹងខៅហើយពួកវាបានរត់ចោលរបស់របរជាច្រើនទៀតរបស់ច្រើនដែរដូចជាកំភ្លើងកំបិតពូថៅពិលតេគ្រូហើយមានចាននឹងចានរបស់ការពារជាច្រើនទៀតផងណោះនិយាយអញ្ចឹងគ្នាយើងមានត្រូវរបួសខ្លះទៀតហ្នឹងមានខំក្រុមតាសូរបួសជាមួយពួកវាតដៃពី3នាក់ដែរតែរបួសស្រាលទេលោកនឹងខៅគ្នាវាមានអាមីចៅម្នាក់និងអាកូនចៅម្នាក់ដែលនៅតស៊ូមិនរត់ត្រូវពួកយើងកាប់ងាប់របួសត្រង់ថ្នាក់នឹងក្បាលទៅហើយបានហើយឥឡូវអីចេះចុះណាយើងទុកឲ្យបងប្អូនយើងខ្លះនៅការពារសាកសពពួកចៅដើម្បីកុំឲ្យមានបញ្ហាវាមកបៀតបៀនបាទទុកឲ្យខ្ញុំចោលលោកនឹងខៅគ្រឿងហ្នឹងឯចំណែកខ្ញុំនឹងចាត់មនុស្ស2នាក់ឲ្យទៅប្តឹងរាយការណ៍នៅឯខាងឃុំដើម្បីឲ្យគេដឹងឮទុកឲ្យខ្ញុំទៅពីណាស្ម័គ្រចិត្តទៅណោះអញ្ចេះចុះណាបងប្អូនរឿងពាក់ព័ន្ធនឹងរដ្ឋអំណាចឃុំទុកឲ្យខ្ញុំទៅចុះលោកនឹងខៅព្រោះខ្ញុំអាចសរសេររបាយការណ៍បានល្អណាស់បុគ្គលមួយឯងជាអ្នកបានរៀនជាងគេទៅដូចសមខ្ញុំទុកចិត្តលើមួយឯងហើយណាក៏ប៉ុន្តែបានពីណាទៅជាមួយឯងទៅព្រោះបុគ្គលឯងមិនស្គាល់ផ្លូវអស់ទីអូមែនណាស់បានពីណាទៅមួយក្មួយទុកឲ្យខ្ញុំទៅលោកនឹងខោអូតាសូពីព្រោះខ្ញុំមានតួនាទីជាអ្នកការពារសពទុកឲ្យគេណាមែនល្អណាស់លោកនឹងខោអញ្ចឹងតសូឯងនឹងសូមជួយសម្រេចកិច្ចការនេះឲ្យបានល្អផងចុះណាហើយចំណែកបងប្អូនឯទៀតនេះឆាប់នាំគ្នាជញ្ជូនអីវ៉ាន់យើងត្រឡប់ទៅជំរុំវិញជូនអីវ៉ាន់យើងទៅវិញទៅអាចោហននេះជុំអត់នេះវាជាមិនលននេះឯងទៅជុំទៀតទៅមកខាងនេះខាងពុនធឿនសម្លាញ់ហើយថ្ងៃនេះយ៉ាងម៉េចហ៎បានមកលេងដល់ទីក្រុងបាត់ដំបងដែរនេះខ្ញុំមិនមែនមកលេងទេសម្លាញ់អើយគឺមកឡើងបំភ្លឺឲ្យតុលាការតាតាក្តីរឿងអីហ៎គឺរឿងដែលក្រុមអ្នកដើររនាមដែលបានតស៊ូជាមួយពួកចោរហើយបានកាប់ពួកវាស្លាប់2នាក់ហ្នឹងណាហើយខាងក្រុមអាយកាអមសាលាដំបងបាត់ដំបងយើងនេះបានក៏ហៅក្រុមអ្នកដើររនាមព្រៃទាំងអស់មកស៊ើបសួរជាពន្លឺអើយហើយចុះឥឡូវបានរួចរាល់អស់ហើយណារួចហើយហើយគិតប្រុងទៅណាវិញណាណែអបសុកពេកគិតរកជីងរមាក់ឆ្លងស្ពានដៃទៅត្រើយខាងកើតលេងបន្តិចសិនទៅចុះណាខ្ញុំលាឯងសិនហើយណា2ខែចូលកងវិញជួបគ្នាណាពួកម៉ាក់សម្លាញ់
ថ្ងៃនេះវត្តកណ្ដាលមានធ្វើបុណ្យតម្កល់សពទេតាអញ្ចឹងបានជាមានចាក់ភ្លេងទៀមមីងនិងដោតទងកពើបក់រវិចនេះចុះអ្នកណាគេស្លាប់នោះបានជាធ្វើឲ្យខ្ញុំថប់ព្រួយក្នុងទ្រូងអីគ្រប់ខ្លាំងម្ល៉េះទេគិតចូលទៅមើលបន្តិចសិនរូបថតដែលតាំងនៅមុខមឈូសនេះគឺអីមិនខ្ចោកកទេអីអូនអ្នកជួយរត់ឲ្យគ្មានតិចមើលណាមិនក៏ឈរដួលណែអត់ទេចាំលោកពូអ្នកមីងទាំងអស់គ្នាអរគុណខ្ញុំអត់កើតអីទេអូធាវីមិនក៏រូបថតអូនបែរជាមកដាក់តាំងនៅមុខមឈូសនេះទៅវិញចឹងបងច្រឡំទេដឹងទេបងមិនច្រឡំទេគឺពិតជារូបថតអូនប្រកបណាពធហើយអូនវិធាវីអូនមិនគួរមកខ្សែជន់អ្វីទាំងក្មេងដូចនេះសោះបងមិននឹកដល់សោះអ្នកណាគេហើយចេះមានគំនិតយករូបថតនាងមកតាំងដូចនេះអូនញញឹមតែក្នុងរូបថតទេតែពេលអូននៅរស់អូនស្គាល់តែទឹកភ្នែកលោកក្មួយធឿនអ្នកណាក្មួយគឺម៉ែផៃទេចាម៉ែផៃខ្ញុំបែកទ្រូងស្លាប់ឥឡូវហើយម៉ែផៃណែក្មួយអញ្ជើញមកតាមខ្ញុំមកអ្នកនួនគាត់តន្ទឹងផ្លូវក្មួយជាយូរថ្ងៃមកហើយទេម៉ែផៃខ្ញុំគ្មានការអ្វីតាក់ទងនឹងមីនួនទៀតទេកុំប្រកាន់ខឹងនឹងអ្នកនួនទៀតអីលោកក្មួយអញ្ជើញតាមខ្ញុំសិនមកព្រោះខ្ញុំឮគេថានឹងតូចបានសេសម្បត្តិមួយទុកជូនលោកក្មួយណាអញ្ចឹងទេអញ្ជើញមកក្មួយមីនួនគាត់នៅណាម៉ែផៃនោះអ្នកនួនកំពុងសម្រាកក្បែរកញ្ឆេវ៉ាន់នោះហើយណាមីនួនហេតុអីក៏ធ្លាក់ខ្លួនដល់ថ្នាក់នេះស្បែកទ្រុឌទ្រោមថ្ពាល់ខោមភ្នែករូងមើលទៅមិនសមជាមីនួនកាលពីមុនសោះអ្នកក្មួយធឿនមកហើយណាអ្នកណានឹងចាអ្នកក្មួយធឿនមកដល់ហើយអូប៊ុនធឿនណាប៊ុនធឿនឯងចូលចិត្តមកបាទអ្នកមីងប៊ុនធឿនមីងបានជាខុសគំនិតទៅហើយមីងមិននឹកស្មានថាសេចក្តីស្នេហាមានកម្លាំងអ្វីម្ល៉េះអវីវាមិនបានភ្លេចក្មួយឯងទេមុននឹងដាច់ខ្យល់ស្លាប់ទៅវាបានប្រគល់សម្បត្តិមួយច្បាប់នឹងចិញ្ចៀនមេវងនេះទុកឲ្យឯងនៃក្មួយគឺរបស់នេះហើយបាទណែ
អ្នកមីងក្មួយគិតរកជំរាបលាទៅវិញហើយ ទៅចុះក្មួយ អូនវិធាវីថ្លៃជីវិត បុនធឿនបងសម្លាញ់នៅពេលដែលបងអានសម្បត្តិនេះខ្ញុំនឹងចូលមរណភាពបាត់ទៅហើយបងអើយខ្ញុំចាំទន្ទឹងមើលផ្លូវបងពីមួយថ្ងៃទៅមួយថ្ងៃមុននឹងស្លាប់មិនបានអ្វីគ្រាន់តែជួបមុខបងមួយផ្លែតក៏សុខចិត្តដែរតែឥឡូវយូរថ្ងៃណាស់ទៅហើយបាត់ដំណឹងបងសូនឈឹងតែម្ដងរោគគាទៀតសោតក៏ធ្វើឲ្យខ្ញុំឈឺសោកអស់អង្កាយមិនមានស្រយាឡើយហេតុនេះហើយបានជាខ្ញុំស៊ូព្យាយាមត្រដោសរសេរម្ដងបន្តិចតែងជាសម្បត្តិនេះទុកជាសេចក្តីលារបស់ខ្ញុំបងអើយអូនលាហើយធ្វើម្ដេចជាតិនេះកម្មក្រាស់ឈ្នានេះមិនឲ្យខ្ញុំនឹងបងបានជួបគ្នាខ្ញុំសូមចិត្តបងកុំកាត់ទុកនឹងខ្ញុំច្រើនហួសប្រមាណអីចំពោះមួយទៀតខ្ញុំសូមចិត្តបងកុំនឹកប្រកាន់ខឹងនឹងអ្នកម្ដាយអូនខ្លាំងពេកធ្វើម្ដេចគាត់ជាមនុស្សចាស់គាត់តែងមានគំនិតចាស់គាត់មិនមែនចង់ធ្វើបាបយើងទេគាត់គ្រាន់តែយល់ខុសប៉ុណ្ណឹងតាបងបើបងស្រឡាញ់អូនដោយស្មោះត្រង់ចូលបងធ្វើតាមបណ្ដាំខ្ញុំនេះកុំខានចូលបងត្រឡប់ទៅកាន់វិទ្យាល័យវិញហើយខំរៀនសូត្រឲ្យបានចំណេះខ្ពង់ខ្ពស់រួចហើយបងសម្លឹងមើលនារីណាមួយដែលអាចនាំសេចក្តីក្សេមក្សាន្តជូនបងបានសូមបងដណ្ដឹងយកធ្វើជាភរិយាទេចិញ្ចៀនត្បូងទទឹមដែលជាវត្ថុមួយគាត់ចិត្តរបស់ខ្ញុំលើសលប់ជាងវត្ថុឯទៀតខ្ញុំសូមឲ្យបងទុកដាក់ដៃជាទីរលឹកផងខ្ញុំជូនយុវតីនោះតទៅបងអើយកុំទុកពេកធ្វើម្ដេចវាសនារបស់មនុស្សតែងតែប្រកបដោយសេចក្តីមិនទៀងមិនឋិតថេរដូច្នេះឯងអូនសូមលាហើយបង លោកអ្នកនាងជាទីមេត្រីល្ខោននិយាយរឿងផ្កាស្រពោនដែលលោកអ្នកនាងបានស្ដាប់កន្លងមកនេះចប់តែប៉ុណ្ណេះនាទីយើងក៏សូមថ្លែងអំណរគុណចំពោះលោកអ្នកនាងផងដែរដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់រឿងផ្កាស្រពោននេះតាំងពីដើមរហូតដល់ចប់សូមអរគុណ